បាទបងប្អូននេះបង្ហាញមកវិញរបៀបបង្កើត Apple ID ហើយខ្ញុំ skip ពីចេញឥឡូវនេះឥឡូវយើងទូរស័ព្ទថ្មីវាលោតមកអញ្ចឹងហើយបាទមិនតាន់មាន Apple ID នៅហ្នឹងទេប្រឡែងមិនតាន់អីអញ្ចឹងណាអញ្ចឹងយើងបង្កើតយើងចុចកន្លែងហ្នឹងមកមើលវាមាន3អញ្ចឹងណាបាទអញ្ចឹងយើងយកអាលើគេបាទ Don Don ហ្នឹងបាទ Don have Apple ID ហ្នឹងចុចយកលើហ្នឹងមកបាទចឹងវាមានឲ្យយើងរើសអាយុវាមាន3ចឹងយើងយកក្រុមជាងគេក្រុមគេអាចដាល់ហ្នឹងបាទ18ឆ្នាំឡើងហើយគេយកហ្នឹងមកបាទគឺវាដើរមកហើយបន្តមកយើងដាក់ឈ្មោះយើងបាទ first name ហ្នឹងឈ្មោះហើយ last name ហ្នឹងតកូលបាទអញ្ចឹងយើងដាក់តាមឈ្មោះយើងណាឈ្មោះអីដាក់តាមហ្នឹងមកបាទឥឡូវខ្ញុំវាយឈ្មោះខ្ញុំចូលបាទអញ្ចឹងវាយឈ្មោះចូលបាទហើយនឹងតកូលខ្ញុំចូលបាទហើយបន្តមកយើង add ហើយខែឆ្នាំកំណើតយើង add ឲ្យលើនេះណាលើ18ឆ្នាំបាទយើងចុច scroll រមកបាទយើងចុចលើខែឆ្នាំថ្ងៃយ៉ាងមកបាទដាក់18ឆ្នាំដាក់អាយុពិតល្អបាទអត់ពិតក៏បានដែរឲ្យតែលើ18ឆ្នាំបាទអញ្ចឹងណាបាទតមកយើងរើសឡើងយើងរកឡើងឆ្នាំគឺយើងចុចចំអាលេខវាហ្នឹងណាបាទនេះចុចចំមកវាលូតអញ្ចឹងវាលូតបានតែថ្ងៃខែនេះវាលូតមកនេះអញ្ចឹងឡើងថ្ងៃខែឆ្នាំយើង scroll រមករកឆ្នាំកំណើតណាបាទថ្ងៃឯនឹងខែវាស្រួលទេតែយើងចុចចំហ្នឹងវាលូតឡើងឲ្យយើង scroll បាទតមកយើងចុច continue បាទ continue ឲ្យវាលូតមិនចេញចេះអញ្ចឹងឲ្យអានេះឡើងនេះយើងដាក់កន្លែង Apple ID របស់យើងណាបាទយើងដាក់ឈ្មោះណាដែលយើងមិនទាន់បានបង្កើតពីមុនមកបាទយើងយកអាហ្នឹងយកអានេះបតុងនេះបតុងពណ៌ខៀវហ្នឹងចូលហ្នឹងមកតម្រូវវាឲ្យវាយនេះ icloud.com នេះ email បាទ email នេះ email របស់ Apple iCloud ហ្នឹងណាបាទ email យើងវាយឈ្មោះមកឧមាខ្ញុំដាក់វាយឈ្មោះខ្ញុំមកតែខ្ញុំសាកវាយឈ្មោះខ្ញុំទៅទេតែវាមានជាន់អត់បាទយើងវាយហើយដល់ address ចង់បានបាទយើងចុចcontinueមកវាវាយហើយណាបាទចឹងយើងវាយមកបាទខ្ញុំវាយជាមួយនឹងដាក់មើលវាឲ្យអត់មានតែឈ្មោះហ្នឹងធ្លាប់មានម្ដងហើយអញ្ចឹងអត់បានទេអញ្ចឹងយើងដាក់លេខកតុយណាមួយទៅខ្ញុំថែម26ហើយសាយកាត់វិហា2026បាទអញ្ចឹងវាឲ្យនេះអញ្ចឹងនេះ address របស់យើងនេះអញ្ចឹងបាទ add.icloud.com កតុយហ្នឹងយើងមិនដាក់វា add ឲ្យខ្លួនឯងទៅអូតូហើយមកយើងចុចប៊ូតុងពណ៌ខៀវហ្នឹងមកបាទអញ្ចឹងវាបង្កើតបានហើយតមកវាឲ្យដាក់ password យើងយកឡយើងដាក់8ខ្ទង់ឡើងបងប្អូនមានអក្សរតូចអក្សរធំមានលេខមានសញ្ញាអញ្ចឹងមកបាទហើយយើងវាយ2ដងវាយប៊ូតុងលើឲ្យប្រព្រមមកហើយដាក់ continue មកឥឡូវវាលោតមកនេះអញ្ចឹងយើងបានទៅមកវាដាក់លេខទូរស័ព្ទធម្មតាយើងវាចាប់អូតូបើលេខទូរស័ព្ទយើងក្នុងក្នុង iPhone ហ្នឹងហើយយកដូរលេខហ្នឹងក៏បានអូតូហ្នឹងក៏បានតមកវាផ្ញើលេខកូដ6ខ្ទង់មកលេខទូរស័ព្ទយើងអញ្ចឹងណាឥឡូវវាផ្ញើមកខ្ញុំនេះបាទនេះបាទលេខវាណាតែបើយើងចាំអានចាំមកខ្ញុំ copy ផាត់បានដល់យើងចូលទៅកន្លែង message វាដែរឡើយឥឡូវខ្ញុំមើលខ្ញុំចូលទៅ message វិញកន្លែងនេះវារលឡើងផាត់បានខ្ញុំផ្លេចលេខបាត់ហើយអញ្ចឹងចូលមកកន្លែងphone message មកឃើញនេះលេខនេះ Apple នេះលេខបាទអញ្ចឹងលេខបានហើយខ្ញុំវាយហើយ58 72 57លេខហ្នឹងប្រហែលនាទីវាដូរម្ដងហើយបាទចុច continue ហើយតមកយើងចុចប៊ូតុងពណ៌ខៀវអាគ្រីចុចគ្រីមកបាទខៀវវានៅចាំបន្តិចបាទឥឡូវវា success នេះអញ្ចឹងវាពង process ចូល account ណាអញ្ចឹងយើងបាន Apple ID មួយជា PTI Cloud បាទនេះវាស្រួលកើតជាងប្រើ Gmail បើយើងប្រើតាម Gmail វាបាក់តែបើយើងមាន Gmail បើសម្រាប់អ្នកអត់មាន Gmail កាត់តាមហ្នឹងស្រួលបាទអត់មានត្រូវការលេខអីវាទីតែលេខទូរស័ព្ទឯង
បាទអញ្ចឹង confirm ទូរស័ព្ទមកវាបានណាបាទអញ្ចឹងវាងាយស្រួលងាយស្រួលបង្កើតនេះបាទតោះមកវាឲ្យលេខ password ទូរស័ព្ទរបស់យើងហ្នឹងនេះបាទអញ្ចឹងយើងវាយដាក់ចូលមកបាទដើម្បី confirm pin code បាទនេះបានហើយនេះឈ្មោះខ្ញុំចេញមកអញ្ចឹងយើងបាន Apple ID address នឹងដូចហ្នឹងបាទបើយើងបង្កើតឲ្យមិញហ្នឹងបាទនេះជាឧទាហរណ៍បងប្អូនជូនណាបាទអញ្ចឹងការបង្កើត Apple ID បានហើយបងប្អូនបាទឃើញទេស្រួលទេបាទវាមិនជាស្រួលប៉ុន្មានទេបងប្អូនប៉ុន្តែសម្រាប់អ្នកដែលធ្លាប់បង្កើតអាចស្រួលព្រោះអ្នកថ្មីអាចបានតិចបងប្អូនមានងល់អីអាច scroll មើលហើយ scope វីដេអូមើលឡើងវិញទៅបាទវាបង្កើត Apple ID ឆ្នាំ2026នេះបាទអញ្ចឹងទៅវាអត់មានខុសអីពីឆ្នាំមុនដែរ